សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមកចែករំលែកដល់បងប្អូនអរគ្នារបៀប add font ខ្មែរចូលទៅក្នុងកម្មវិធី Premiere នៅលើទូរស័ព្ទដៃអញ្ចឹងបងប្អូនដឹងហើយថាកម្មវិធី Premiere ឥឡូវហ្នឹងគឺទំចេញទេប៉ុន្តែការប្រើហ្នឹងគឺច្រើនមែនតើអញ្ចឹងថ្ងៃហ្នឹងកុំឲ្យពិបាកក្នុងការយើង add font ខ្មែរចូលទៅក្នុង Premiere អញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានវិធីក្នុងការ add font ចូល Premiere បានអញ្ចឹងចំពោះ add font នេះផងដែរគឺយើងអត់ add នៅក្នុងកម្មវិធី Premiere ផ្ទាល់ទេយើងចូលទៅកាន់ទូរស័ព្ទយើងផ្ទាល់បន្ទាប់មកបានយើង add ចូលក្នុង Premiere វិញបងប្អូននេះត្រូវមាន font ខ្មែរបងប្អូននេះអាចទៅ download font ខ្មែរមកហើយមកក៏បានដែរហើយហ្នឹងហើយកុំឲ្យខាត់ពេលយូរឥឡូវយើងចូលទៅអនុវត្តទាំងអស់គ្នាមកអូខេអ្នកនរនេះឥឡូវខ្ញុំចូលមកកាន់ទូរស័ព្ទហើយអញ្ចឹងយើងធ្វើការបើកកម្មវិធី Premiere មកអូខេឥឡូវខ្ញុំយករូបចាស់ខ្ញុំសិនអូខេអ្នកនរនេះឥឡូវខ្ញុំចូលមកកាន់ font ផងយើងដើម្បីថាចង់ដឹងថាវាមានអត់អញ្ចឹងអូខេឥឡូវខ្ញុំចូលមកកាន់ style អូខេឥឡូវអក្សរខ្មែរគឺមានតែ font មួយទេបងប្អូនអញ្ចឹង font ខ្មែរយើងគឺមានតែមួយទេអញ្ចឹងដើម្បីអាច add font បានគឺបងប្អូនឲ្យចូលមកកាន់ file iPhone ផងយើងអូខេនេះគឺfile iPhone ផងខ្ញុំអញ្ចឹងខ្មែរ OS គឺខ្ញុំបាន download ហើយបងប្អូននេះអញ្ចឹងបើសិនជាបងប្អូនអរគ្នាអត់មានអីអាចទៅ download បាននៅក្នុងបងប្អូននេះអាចវាយពាក្យថា font ខ្មែរមកក៏ចេញអញ្ចឹងយើងអាច download បានអញ្ចឹងបើសិនជាបងប្អូនអរគ្នាអត់មានអាចចូលទៅកាន់ Telegram ក្រុមខ្ញុំបានដើម្បីទាញយក font ខ្មែរតើឥឡូវខ្ញុំធ្វើការចុច folder ខ្មែរ OS នេះមួយអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន font មួយចុះនេះឥឡូវខ្ញុំឧទាហរណ៍ថា font មួយនេះអូខេបន្ទាប់មកគឺវាមានតម្រងបែបនេះបងប្អូនអញ្ចឹងបងប្អូនចុចកន្លែង Premiere ហ្នឹងមកអញ្ចឹងគឺ font យើងគឺវា load មកកាន់ Premiere អញ្ចឹងខ្ញុំសាកចូលមកកាន់ font Premiere សិនយើងចូលមកកាន់ style បន្ទាប់មកបងប្អូនចុចកន្លែងពាក្យ fontអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញ font ខ្មែរយើងមកនេះបងប្អូននេះអញ្ចឹងគឺយើងអាចត្រូវត្រង់ឲ្យបានអញ្ចឹងបងប្អូននេះ add font បន្ថែមគឺធ្វើតម្រងបែបនឹងដូចគ្នាឥឡូវខ្ញុំសាកសរសេរអក្សរខ្មែរសិននេះបងប្អូននេះដូចខ្ញុំសរសេរពាក្យថាស្រឡាញ់ហ្នឹងគឺ font គឺខ្ញុំអាចដូរបានអញ្ចឹងគឺ font ហ្នឹងគឺស្អាតមែនតើអញ្ចឹងខ្ញុំចង់បាន font បន្ថែមទៀតបងប្អូននេះយើងចូលទៅកាន់ folder ទូរស័ព្ទផងយើងមកអូខេឥឡូវខ្ញុំចង់ add font មួយទៀតយើងចូលមកកាន់ font នេះមកអូខេឥឡូវវាកំពុងតែ download អូខេអញ្ចឹងពេលដែលយើងបើកទៅគឺវាមានទម្រង់បែបហ្នឹងដូចគ្នាអញ្ចឹងយើងចុចកន្លែង Premiere មកអញ្ចឹងគឺវា load មក Premiere ទៀតហើយខ្ញុំសុំទៅ add មួយទៀតខ្ញុំយកមួយនេះខ្ញុំយកខ្មែរ OS Boko អូខេខ្ញុំចូលមកកាន់ Premiere ដែរអូខេឥឡូវខ្ញុំសាកមកកាន់ដូរ font ខ្មែរយើងវិញចុចកន្លែង style font អញ្ចឹងខ្ញុំបាន3 font បងប្អូននេះខ្ញុំបាន3 font នេះបងប្អូននេះអាចមើលបានគឺខ្ញុំបាន3 font ហើយហើយខ្ញុំសាកដូរសិននេះបងប្អូននេះគឺខ្ញុំអាចដូរបានហើយអូខេអ្នកទាំងអស់នេះអញ្ចឹងការ add font ខ្មែរគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើបានហ្នឹងហើយបងប្អូននេះបើសិនជាមានសំណួរឬក៏មានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូខ្ញុំបានអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ